បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែលចង់ចែករំលែកអំពីរបៀបត្រៀមខ្លួនខ្លះៗមុនពេលថ្ងៃប្រឡងបាក់ឌុបមកដល់ឆ្នាំ2026ហើយបើយើងគិតទៅមិនដល់3ខែទេ2ខែជាងតិចទេនឹងដល់ថ្ងៃប្រឡងហើយថ្ងៃនេះខ្ញុំសូមរៀបរាប់ពីគន្លឹះខ្លះឬក៏មេរៀនវិញ្ញាសាមួយចំនួនដែលយើងត្រូវរៀនត្រៀមប្រឡងបាក់ឌុបជាពិសេសមុខវិជ្ជាប្រវត្តិវិទ្យាបាទដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់បាទថ្ងៃនេះគឺខ្ញុំបែងចែកចំណុចជា3-4ចំណុចដើម្បីជាការចែកម្លែកណាហើយបងប្អូនទាំងអស់គ្នាអាចយកទៅស្ដាប់ដើម្បីជាការពិចារណាហើយអាចអនុវត្តតាមបានដើម្បីត្រៀមខ្លួនពីព្រោះខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងខ្ញុំដឹងពីរឿងទាំងអស់ហ្នឹងសម្រាប់មុខវិជ្ជាប្រវត្តិវិទ្យាគឺមានមេរៀនសំខាន់តិចទៀតនឹងខ្ញុំនឹងប្រាប់ដើម្បីយើងត្រៀមខ្លួនបាទឥឡូវយើងនិយាយពីចំណុចទី1ធំសិនដែលយើងនិយាយអំពីរបៀបកំណត់កាលវិភាគនិងពេលវេលារៀនឲ្យបានត្រឹមត្រូវឬក៏ study schedule យើងបែងចែកពេលវេលារៀនសម្រាប់មុខវិជ្ជាប្រវត្តិវិទ្យាយើងរៀនពី30ទៅ45នាទីនៅក្នុងមួយថ្ងៃដើម្បីជាការរំលឹកមេរៀនបាទខ្លះកុំខ្លាចច្រើនប៉ុន្តែក៏មិនត្រូវរៀនច្រើនពេកដែរកាលណារៀនច្រើនពេកវាធ្វើឲ្យខួរក្បាលយើងទទួលយកអត់បានដែរណាជាងយើងរៀនត្រឹមតែកន្លះម៉ោងទៅ1ម៉ោងអីទៅក្នុងមួយថ្ងៃវាអាចថាគ្រប់គ្រាន់ហើយបាទយើងត្រូវជ្រើសរើសពេលវេលាដែលត្រូវទន្ទិញឬក៏ត្រូវអានចន្លោះម៉ោងគឺម៉ោង5ទៅម៉ោង6បាទចន្លោះហ្នឹងយើងអាចងើបអានទន្ទិញគឺពេលហ្នឹងខួរក្បាលយើងស្រឡះល្អមែនតើហើយរៀនគឺយើងទន្ទិញឆាប់ចាប់បានមែនតើបាទពេលចន្លោះហ្នឹងណាហើយយប់ឡើងគឺយប់ស្ងាត់ម៉ោង8ទៅម៉ោង10ហ្នឹងយើងអាចឆ្លៀតពេលរំលឹកបន្ថែមទៀតមុនពេលដែលយើងចូលសម្រាប់អាហ្នឹងគឺធ្វើឲ្យខួរក្បាលរបស់យើងកាន់តែឆាប់ចាប់បានបាទចំណុចទី2គឺយើងរៀបរបៀបរៀនហ្នឹងត្រូវរៀនយ៉ាងម៉េចមុខវិជ្ជាប្រវត្តិវិទ្យាអត់ដូចមុខវិជ្ជាគណិតវិទ្យារូបវិទ្យាដែលយើងត្រូវចាំរូបមន្តអីទេប៉ុន្តែក៏យើងត្រូវចាំពីសាច់រឿងដែរប្រវត្តិវិទ្យាគឺយើងយល់ពីសាច់រឿងជាជាងការទន្ទិញឲ្យច្បាស់មួយអញ្ចឹងនៅពេលដែលចេញវិញ្ញាសាមួយមកដល់ពេលយើងច្បាស់តែមួយយើងអត់យល់សាច់រឿងគឺយើងឆ្លើយអត់ចេញទេនៅសំណួរផ្សេងដែលគេសួរអាចថាបតិកលាគ្នាជាមួយសាច់រឿងមួយហ្នឹងអញ្ចឹងណាអញ្ចឹងយើងត្រូវរៀនពីសាច់រឿងទូទៅថាទៀមទាឯករាជ្យពីបារាំងអញ្ចឹងយើងដំណើរដើមតងការទៀមទាយ៉ាងម៉េចបាទដំណើរធ្វើយ៉ាងម៉េចទើបបានបាទណាដំណាក់កាលមួយធ្វើយ៉ាងម៉េចបាទអញ្ចឹងអាហ្នឹងគឺយើងត្រូវយល់ដឹងពីសាច់រឿងមួយទៀតយើងត្រូវសង្ខេបមេរៀនសង្ខេបហ្នឹងអាចថាយើងទៅសេនៅกระดาษព្រៀងចោលអីមួយទៅបាទនៅក្នុងសភៅចោលទៅសេផងអានផងទន្ទិញផងយើងមេរៀនត្រៀមរបៀបហ្នឹងគឺយើងឆាប់ចាំបាទហើយរៀនតាមកាលវិភាគបាទសំណួរបាក់ឌុបបច្ចុប្បន្នយើងដឹងហើយថាចេញគឺរបៀបដេញដោលសួររកហេតុផលមិនមែនសួរបញ្ជាក់ច្បាស់ទៅលើព្រឹត្តិការណ៍មួយទេសួរឲ្យយើងនឹងមានគំនិតបន្ថែមទៀតអីចឹងទៅបាទអាហ្នឹងក៏ជាចំណុចសំខាន់មួយដែរមួយទៀតពាក់ព័ន្ធនឹងវិញ្ញាសានិងប្រធានបទដែលចេញញឹកញាប់អញ្ចឹងយើងដល់ចំណុចសំខាន់ហើយអញ្ចឹងនៅក្នុងវិញ្ញាសាបាក់ឌុបដែលចេញប្រហែលឆ្នាំចុងក្រោយនេះគឺខ្ញុំសង្កេតឃើញថាមានចំណុច2សំខាន់ទី1ប្រវត្តិសាស្ត្រប្រទេសកម្ពុជាទី2ប្រវត្តិសាស្ត្រពិភពលោកហើយប្រវត្តិសាស្ត្រពិភពលោកគឺអត់ពិបាកទេយើងរៀនតែខ្លីៗសង្ខេបឲ្យតែដឹងខ្លះដូចជាសង្គ្រាមត្រជាក់សង្គ្រាមលោកលើកទី1ទី2មូលហេតុណាហើយនឹងការចាប់ផ្ដើមនៃសង្គ្រាមផលប៉ះពាល់អីចឹងទៅបាទហើយមានអាស៊ានមានអង្គការសហប្រជាជាតិ UN ហ្នឹងបាទសារៈសំខាន់ការចូលជាសមាជិករបស់កម្ពុជាទៅលើអង្គការអន្តរជាតិទាំងអស់ហ្នឹងឯទៅអាហ្នឹងគឺបានហើយបាទហើយប្រវត្តិសាស្ត្រកម្ពុជាយើងនិយាយពីប្រវត្តិសាស្ត្រកម្ពុជាដែលជាចំណុចគោលសំខាន់ពីព្រោះ5សំណួរប្រវត្តិវិទ្យាហ្នឹង75បន្ទុកសម្រាប់ថ្នាក់សង្គមហើយដូចជា50បន្ទុកសម្រាប់ថ្នាក់វិទ្យាសាស្ត្រហើយមេរៀនមាន5សំណួរភាគច្រើន5សំណួរអញ្ចឹង5សំណួរហ្នឹង3ទៅ4សំណួរឯងដែលចេញពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាណាអញ្ចឹងយើងមើលលើមេរៀនណាខ្លះមេរៀនទី1ពាក់ព័ន្ធនឹងចលនាតស៊ូឬក៏យើងនិយាយពីអាណានិគមនិយមបារាំងបាទហេតុអីបានជាបារាំងដាក់អាណានិគមមូលហេតុអីបាន
ប្របាទអង្គឌួងទៅពឹងពាក់បារាំងឲ្យដាក់អាណានិគមណាហើយចលនាតស៊ូទាមទារឯករាជ្យបាទបន្តមកទៀតយើងនិយាយពីសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្ដេចតានេះបាទតើសម័យសង្គមរាស្ត្រនិយមដឹកនាំរបៀបម៉េចណាហេតុអីបានគេនិយាយថាពេលហ្នឹងគឺកម្ពុជាគឺជាកោះសន្តិភាពហេតុអីបានប្រទេសកម្ពុជាពេលហ្នឹងអភិវឌ្ឍដល់ចំណុចកំពូលមួយណាហើយសង្គមរាស្ត្រនិយមហ្នឹងនិយាយដល់នយោបាយអព្យាក្រឹតបាទនិយាយដល់ពីការបែកបាក់សង្គមរាស្ត្រនិយមហ្នឹងយ៉ាងម៉េចបាទហើយចូលដល់មេរៀនមួយទៀតគឺរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់និងព្រះអង្គម្ចាស់សិរិមតាណាបាទគឺការយើងនិយាយពីការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមហើយបានចូលដល់របបសាធារណរដ្ឋខ្មែរហ្នឹងលន់ នល់គាត់ដឹកនាំប្រទេសរបៀបម៉េចបាទផ្ដាច់ការឬក៏សេរីហើយពឹងពាក់អាមេរិករបៀបម៉េចជំនួយណាពឹងពាក់ជំនួយពីអាមេរិកហើយហេតុអីបានជាសម័យសាធារណរដ្ឋខ្មែរដួលរលំណាអញ្ចឹងយើងនិយាយពីសាច់រឿងដំណើរអញ្ចឹងហើយចូលដល់របបសំខាន់មួយទៀតគឺរបបកម្ពុជាប្រជាធិបតេយ្យឬក៏ខ្មែរក្រហមហ្នឹងយើងនិយាយពីនយោបាយនិយាយពីផលវិបាកបាទការដឹកនាំប្រទេសណា3ឆ្នាំ8ខែ20ថ្ងៃហ្នឹងផ្ដល់ផលប៉ះពាល់អ្វីខ្លះណាហើយមូលហេតុនៃសង្គ្រាមស៊ីវិលនៅកម្ពុជាអាហ្នឹងសិតតែជាចំណុចសំខាន់ដែលយើងត្រូវរៀនបាទអញ្ចឹងខ្ញុំសង្ខេបត្រួសត្រាសកុំឲ្យវែងពេកណាមួយទៀតគឺចំណុចសំខាន់ដែលខ្ញុំចង់ផ្ដោតនៅក្នុងវីដេអូនេះគឺចំណុចចុងក្រោយនេះឯងគឺពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពឬក៏ប្រជាណាចក្រកម្ពុជាទី2នេះដែលជាចំណុចគន្លឹះសំខាន់ហើយសំណួរគឺខ្ញុំសឹងតែហ៊ានធានាថានឹងចេញស្ទើរតែរាល់ឆ្នាំដែលគេនិយាយពីការកសាងប្រទេសជាតិឡើងវិញបន្ទាប់ពីឆ្នាំ79មកអញ្ចឹងណាហើយដំណើរស្វែងទៅរកសន្តិភាពបាទអញ្ចឹងគឺជារបត់មួយសំខាន់នៅក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្នអញ្ចឹងហើយដែលទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ហើយមើលលើមេរៀននេះខ្លាំងព្រោះមេរៀននេះខ្ញុំគិតថាมันសូវជាមានផ្ដោតប្រមាណទេនៅក្នុងនេះណានៅក្នុងសភៅពុំរដ្ឋប៉ុន្តែមានច្រើននៅក្នុងវិញ្ញាសាចាស់ហើយយើងអាចទៅមើលបានស្រាវជ្រាវតាមបណ្ដាញសង្គមនេះច្រើនណាស់ទៅមើលទៅលើ YouTube channel របស់ខ្ញុំក៏បានដែរសម្បូរណាស់ដែលខ្ញុំនិយាយអំពីសន្តិភាពហ្នឹងបាទការអភិវឌ្ឍប្រទេសជាតិឡើងវិញណាហើយប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញឆ្នាំ1998ណាយើងបន្ទាប់ពីបាយ79មកគឺយើងទទួលបានថាយើងទទួលបានសុខសន្តិភាពហើយតែមិនទាន់ពេញលេញទេដោយសារយើងនៅមានសង្គ្រាមស៊ីវិលនៅឡើយបាទពួកខ្មែរក្រហមហ្នឹងគឺអត់ទាន់ចុះចូលជាមួយរដ្ឋាភិបាលអញ្ចឹងទៅក៏នៅមានបង្កើតឡើងជានយោបាយឈ្នះរបស់សម្ដេចតេជោបន្ថែមទៀតបាទហ្នឹងដែលយើងត្រូវដឹងបាទចំណុចបន្តបន្សំខ្ញុំគិតថាក៏សំខាន់ដែរប៉ុន្តែយើងចេះតែឆ្លៀតមើលណាឆ្លៀតមើលបន្តិចទៅដូចជាយុទ្ធសាស្ត្របាទបញ្ចកោណបាទដូចជាព្រឹត្តិការណ៍សង្គមកើតឡើងថ្មីណាបញ្ហាព្រំដែនកម្ពុជាថៃណាបញ្ហាជំងឺសកល COVID-19 បាទបញ្ហាពិភពលោកដែលជួបប្រទេសអីហ្នឹងអញ្ចឹងយើងចេះតែអានទៅយើងមើលខ្លះឲ្យដឹងណាកុំឲ្យថាអត់ដឹងសោះតើពេលចេញសំណួរនឹងវាក់មកក្រសួងប្រេងមួយឆ្នាំឯមកចប់បដ ாய் អានអត់ចេញឆ្លាតចេញបាទអញ្ចឹងចំណុចទាំងអស់នេះគឺជាមេរៀនសំខាន់ដែលអ្នកទាំងអស់គ្នាត្រូវដឹងហើយត្រៀមខ្លួនធ្វើយ៉ាងណាឲ្យបានល្អបាទអញ្ចឹងឥឡូវយើងដល់ចំណុចមួយទៀតការត្រៀមខ្លួនប្រឡងអញ្ចឹងខ្ញុំប្រាប់ពីមេរៀននៃអស់ហើយមិញអញ្ចឹងយើងដល់ពីការត្រៀមខ្លួនយ៉ាងម៉េចអញ្ចឹងខ្ញុំគិតថាអនុវត្តពីឥឡូវហ្នឹងទៅអ្នកទាំងអស់គ្នាអាចថាធ្វើវិញ្ញាសាចាស់អ្នកទាំងអស់គ្នាយកសំណួរ5សំណួរនៅក្នុងមួយថ្ងៃហ្នឹងឧទាហរណ៍យើងសាកធ្វើយើងអានហើយយើងសាកធ្វើ5សំណួរយើងកំណត់ពេលដូចយើងប្រឡងអញ្ចឹងរយៈពេលប្រហែល1ម៉ោងកន្លះដូចដែលវិញ្ញាសាក្រសួងដាក់ឲ្យប្រឡងដាក់5សំណួរហ្នឹងពឹបវិញ្ញាសាឆ្នាំ2023ហើយយើងធ្វើហ្មងធ្វើលើกระดาษរាមឬក៏សភៅបានយ៉ាងម៉េចបានជំរឿតើពេលវេលាប៉ុណ្ណឹងសំណួរប៉ុណ្ណឹងយើងអាចឆ្លើយបានអត់បាទអាហ្នឹងគឺយើងដឹងយើងតេស្តមានតែខ្លួនយើងដឹងសមត្ថភាពហើយយើងមិនបាច់កុំមើលប្រយ៉ងកុំមើលអីបាទអ្នកទាំងអស់គ្នាដឹងអីទៅប្រឡងមានតែប៊ិចទេមានប៊ិចឯបន្ទាត់ទេហើយនឹងกระดาษប្រឡងឯអត់មានយកឲ្យទៅបានទេអញ្ចឹងយើងត្រូវរៀនអាហ្នឹងឲ្យហើយបាទរៀនអាហ្នឹងឲ្យហើយ
anh vót thưa tới bà mà thay mùi vì nhiều xa tới thưa ở đây có ba này bà buôn đọc một pay vì nhiều xa ớt khoa hay vì nhiều xaនៅក្នុង Facebook ឬក៏រៀនយកសំណួរពីក្នុង Channel Telegram ខ្ញុំក៏បាន YouTube ខ្ញុំក៏បានមានច្រើនណាស់ដែលខ្ញុំចែកម្លែកអញ្ចឹងយកទៅរៀនធ្វើបាទរៀនធ្វើហើយកុំខ្លាចខុសក៏ខុសទៅបើយើងខុសយើងដឹងថាអូចំណុចនេះខ្ញុំខុសខ្ញុំឆ្លាតចេញអញ្ចឹងដល់ពេលស្អែកឡើងយើងធ្វើអានឹងដដែលទៀតយើងចាំហ្មងយើងរៀនទៅស្អីហើយយើងចាំហើយយើងឆ្លើយបានធានា 100% ហ្មងបាទធានាថាជាប់ហ្មងក្នុងមុខវិជ្ជាអីក៏ដោយតែយើងបានអនុវត្តបែបនេះបាទវាជាចំណុចសំខាន់មួយទៀតគឺយើងត្រូវរៀនសរសេរឲ្យចំចំណុចបានន័យថាយើងកុំដើរតែឆ្លើយទៅពីណាឆ្លងប្រធានបទគេសួរសាធារណរដ្ឋយើងទៅឆ្លើយសង្គមរាជនិយមអីចឹងនឹងអាចឆ្ងាយពេកហើយធ្វើឲ្យយើងនឹងខ្ជះខ្ជាយពេលវេលាដើរតែសរសេរបែកអូហូស្ទឹងសេអត់ចំចំណុចអត់បានបន្ទុទេចឹងត្រូវរៀនចាប់ចំណុចនៃសំណួរឲ្យបានបាទមុននឹងឆ្លើយអានសំណួរ 2-3 ត្រឡប់ទៅយើងយល់សំណួរយើងឆ្លើយចេញហើយឆ្លើយគឺចំតែម្ដងបាទមួយទៀតចំណុចចុងក្រោយបណ្ដែលសំខាន់ត្រូវយ៉ាងម៉េចត្រូវថែរក្សាសុខភាពបាទសុខភាពគឺជាចំណុចទី1លើអ្វីទាំងអស់បាទដូចខ្ញុំនិយាយអញ្ចឹងសុខភាពគឺជាចំណុចទី1អត់សុខភាពអត់អ្វីទាំងអស់អ្នកទាំងអស់នេះមានលុយអត់សុខភាពក៏អត់កើតមានសុខភាពលុយរកបានតាមក្រោយនេះយើងត្រូវចាំអញ្ចឹងគេឲ្យបានគ្រប់គ្រាន់កុំលេងទូរស័ព្ទអីច្រើនពេកកុំខ្ជះខ្ជាយពេលវេលាទៅលើបណ្ដាញសង្គមអីច្រើនពេកគេលក់លេគេឆ្លោះគ្នាគេរឿងគ្រួសារគេប្តីប្រពន្ធប្អូនថ្លៃបងថ្លៃកុំខ្វល់អ្វីដែលយើងខ្វល់គឺយើងជាសិស្សត្រៀមប្រឡងបាក់ឌុបគោលដៅសំខាន់គឺប្រឡងឲ្យជាប់បាននិទេសល្អធ្វើឲ្យខ្លួនឯងមានកិត្តិយសគ្រួសារមានកិត្តិយសហើយមានអនាគតទៅថ្ងៃមុខទៀតបាទមានអនាគតខ្ញុំចង់សម្ដៅយ៉ាងម៉េចនៅពេលដែលអ្នកទាំងអស់នេះត្រៀមខ្លួនបានល្អនៅក្នុងបាក់ឌុបអ្នកទាំងអស់នេះរៀនទៅត្រៀមទៅចេះច្រើនអញ្ចឹងអ្នកទាំងអស់នេះមានឱកាសអាចប្រឡងក្របខ័ណ្ឌរដ្ឋអាចប្រឡងយកអាហារូបករណ៍តាមសាកលវិទ្យាល័យនានាណាអាហ្នឹងគឺជាឱកាសដែលអ្នកទាំងអស់គ្នាត្រូវតែចាប់យកត្រូវតែខិតខំរៀននៅតាន់មានពេលបាទតាន់មានពេលអញ្ចឹងបើថាយើងចេញធ្វើការឬក៏យើងទៅទីថាយើងទៅចប់បាក់ឌុបហើយជាឱកាសហើយដែលយើងត្រូវបញ្ចេញសមត្ថភាពណាអញ្ចឹងអ្នកនរនេះដឹងហើយសម័យឥឡូវនេះឲ្យថាយើងបកកែអត់ខ្វះអ្នកគ្រប់គ្រងអ្នក support យើងទេមើលតែយើងបានអ្នកនិទេស A បាទឆ្នាំទៅកន្លងទៅឃើញទេគេសិតតែមានរង្វាន់មានអាហារូបករណ៍ 100% ណាទទួលបានឡានទទួលបានម៉ូតូទទួលបានអាហារូបករណ៍តាមសាកលវិទ្យាល័យផ្សេងណាទទួលបានការឧបត្ថម្ភផ្សេងពីថ្នាក់ដឹកនាំពី influencer ឬក៏ពីក្រុមហ៊ុនល្បីនៅក្នុងស្រុកអញ្ចឹងទៅអញ្ចឹងអានឹងជាចំណុចសំខាន់បាទអញ្ចឹងខ្ញុំគិតថាមិនឲ្យវែងឆ្ងាយទេប៉ុន្តែអ្នកនរគ្នាអាចស្ដាប់ទៅដើម្បីជាគំនិតហើយជាចុងក្រោយខ្ញុំសូមជូនពរឲ្យការត្រៀមខ្លួនក៏ដូចជាការប្រឡងនៅឆ្នាំ2026នេះឲ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យសម្រាប់បានគោលបំណងបាទនិទេសល្អតាមអ្វីដែលអ្នកទាំងអស់គ្នាប៉ងហើយជាចុងក្រោយកុំភ្លេចជួយចុច Subscribe ហើយចូល Channel Telegram របស់ខ្ញុំងាយទេចូលទៅក្នុង Channel Telegram ចូលទៅក្នុង Telegram search ពាក្យ Reader 12ទៅគឺមានតែ Channel ខ្ញុំមួយទៀតដែលចែកម្លែកពីបាក់ឌុបហើយនឹងសំណួរពាក់ព័ន្ធនឹងការចំណេះដឹងទូទៅផ្សេងបាទចូល Channel ទៅហើយខ្ញុំក៏មានសំណួរខ្លីៗជាប្រភេទ tick quiz 4សំណួរអញ្ចឹងណាសំណួរមួយចម្លើយ4អញ្ចឹងទៅបាទគេហៅសំណួរពហុចម្លើយហ្នឹងអញ្ចឹងមានសម្រាប់អ្នកនរគ្នាអនុវត្តដែរអញ្ចឹងអានឹងជាចំណុចសំខាន់ដែលខ្ញុំចង់ណែនាំដែរបាទមិនឲ្យយូរទេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ